អាចកំបាំងអំពីរូបចម្លាក់ក្បាលមនុស្សនិងក្បាលសត្វនៅប្រាសាទនិព្វានបើយើងបានទៅដល់ប្រាង្គប្រាសាទអង្គរវត្តដែលជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបន្សល់ទុកឲ្យនោះលោកអ្នកនឹងបានឃើញនៅប្រាង្គប្រាសាទជាច្រើនដែលបង្កប់នៅក្បូរក្បាច់រចនាដ៏ល្អឯកគ្មានគូប្រៀបក្រៅពីនេះទៀតនៅតាមប្រាសាទនីមួយៗសុទ្ធសឹងតែបង្កប់នៅអត្ថន័យខ្លឹមសារដែលកូនខ្មែរភាគច្រើនមិនសូវបានយល់និងនឹកស្មានដល់ជាក់ស្ដែងដូចជាប្រាសាទនិព្វាននេះអញ្ចឹងគ្រាន់តែលោកអ្នកបានឃើញភ្លាមគឺមានការស្ញប់ស្ញែងទៅហើយប៉ុន្តែអត្ថន័យនិងខ្លឹមសារនៃរូបចម្លាក់នៅលើប្រាសាទនិព្វាននេះនឹងធ្វើឲ្យលោកអ្នកបានដឹងហើយកាន់តែមានការជក់ចិត្តតើប្រាសាទមួយនេះតំណាងឲ្យអ្វីដែរបើយើងទៅតាមឯកសារមួយបានបង្ហាញឲ្យដឹងថាប្រាសាទនិព្វានបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅក្នុងឆ្នាំ1191ប្រាសាទនិព្វានកសាងឡើងនៅក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាននៅលើដីកោះដែលមានទំហំ350ម៉ែត្រ4ជ្រុងប្រាសាទនិព្វានមានស្រះសន្សំទឹកបរិសុទ្ធ8ដែលមានរៀបចំជាសញ្ញាលេខបូកនិមិត្តរូបសញ្ញាមន្ទីរពេទ្យនៅប្រាសាទនិព្វានមានរូបចម្លាក់ទាំង4ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង4គឺមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើតតំណាងឲ្យធាតុដីរីឯរូបចម្លាក់ក្បាលសត្វតោដែលស្ថិតនៅទិសខាងត្បូងតំណាងឲ្យធាតុភ្លើងចំណែកឯរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិចតំណាងឲ្យធាតុខ្យល់រីឯរូបចម្លាក់ក្បាលសត្វដំរីដែលស្ថិតនៅទិសខាងជើងតំណាងឲ្យធាតុទឹកដោយរូបកាយរបស់សត្វលោកទាំងអស់បានកើតឡើងដោយធាតុផ្សំទាំង4ខាងលើគឺដីទឹកភ្លើងនិងខ្យល់ហើយបើសត្វលោកណាមួយដែលមានជំងឺរមែងបាត់បង់នៅធាតុណាមួយនៅក្នុងចំណោមធាតុទាំង4ខាងលើនេះកាលណាបើពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយគេតម្រូវឲ្យអ្នកជំងឺនោះទៅធ្វើការរក្សារោគតាមធាតុនៃទិសទាំង4តាក់ទងទៅនឹងរូបចម្លាក់សេះថ្មដែលមានអោបដោយវងមនុស្សជាច្រើនអ្នកនោះបើយើងទៅតាមរឿងដំណើរបានឲ្យដឹងថាកាលសម័យនោះមានវងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរក៏បានជួបប្រទះនៅយក្ខនីមួយដែលបានបង្កព្យុះភ្លៀងចង់ពន្លិចសំពៅរបស់ក្រុមមនុស្សប្រុសទាំងអស់នោះនាយសំពៅម្នាក់ដែលមានឈ្មោះថាសេមហៈក៏បានធ្វើការបន់ស្រន់ដល់បារមីព្រះពោធិសត្វលោកកេសវរៈហើយព្រះអង្គក៏បានប្រមាលមើលឃើញថាវងមនុស្សប្រុសមួយក្រុមនោះកំពុងតែជួបគ្រោះភ័យអន្តរាយរួចហើយព្រះពោធិសត្វក៏បានប្រើអាមាត្យមួយអង្គឲ្យคล้ายខ្លួនធ្វើជាសត្វសេះបាលហៈទៅជួយមនុស្សប្រុសមួយក្រុមនៅក្នុងសំពៅនោះអ្នកនៅក្នុងសំពៅទាំងឡាយក៏បាននាំគ្នាតាំងកន្ទុយសេះហើយក៏បានហោះមកកាន់ត្រើយផុតគ្រោះថ្នាក់បានសុខសប្បាយគ្រប់គ្នាទើបបានជាមានរូបចម្លាក់សេះថ្មនេះកើតឡើងអបទៅដោយវងមនុស្សប្រុសជាច្រើនអ្នកបែបនេះសូមបញ្ជាក់ថាប្រាសាទនិព្វានមានទីតាំងស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបប្រាសាទនិព្វាននេះមានឈ្មោះដើមថាជាប្រាសាទរាជសីត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៃចុងសតវត្សទី12ប៉ុន្តែគេស្គាល់ជាទូទៅថាជាប្រាសាទនិព្វានតាមការបកស្រាយអំពីស្រះទឹកនិងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនិព្វានបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹតនៃប្រាសាទព្រះខ័នថាប្រាសាទនិព្វានគឺជាកោះដ៏ប្រសើរឧត្តមឧត្តមនិងមានសោភ័ណភាពដោយសារតែស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់នៅទីនេះហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិតនៅក្នុងផ្នែកមួយនៃអត្ថបទរបស់លោកជីវតាក្វាន់បានឲ្យដឹងថានៅទិសខាងជើងកំពែងនគរដែលមានចម្ងាយប្រមាណ5លីមានប្រាសាទមាសរាង4ជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាសរូបសង្ឃមាសរូបដំរីរូបតាវរូបសេះនិងវត្ថុដទៃផ្សេងទៀតធ្វើអំពីស្ពាន់ច្រើនឥតកណនាប្រាសាទនិព្វានត្រូវបានសាងសង់ឡើងអំពីថ្មភក់ស្ថិតនៅចំកណ្ដាលបារាយណ៍ខាងជើងដែលមានឈ្មោះថាជយតដានឬក៏វារាជតដានបារាយណ៍មួយនេះមានទំហំ3500ម៉ែត្រគុណនឹង900ម៉ែត្រសប្តាហ៍ថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង